ថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាវិញហើយអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីរបៀបនៅក្នុងការ convert icon របស់យើងឲ្យមានលក្ខណៈខ្ជិតខ្ជូតអូខេបែបនេះខ្ជិតខ្ជូតបែបនេះដើម្បីឲ្យយើងមើលទៅវាងាយស្រួលចំណាំរបស់យើងថាអូអា folder ហ្នឹងខ្ញុំផ្ទុកអីគេ folder មួយនេះខ្ញុំផ្ទុកអីគេអូខេដើម្បីកុំឲ្យបងយូរយើងចូលទៅក្នុងការ convert ទាំងអស់គ្នាសម្រាប់ខ្ញុំរើសយក folder Python អូខេខ្ញុំចូលនៅក្នុង Chrome ហើយខ្ញុំវាទៅលើ research ទៅលើពាក្យឬក៏ picture មួយណាដែលយើងចង់ដាក់នៅក្នុងការ convert ទៅជា folder របស់យើងអូខេអញ្ចឹងខ្ញុំដាក់ Python ពោះថ្លាន់ណាអូខេដល់មកខ្ញុំអូខេมันបង្អង់យូរយើងคลิกលើរូបហ្នឹងហើយខ្ញុំ save image អូខេខ្ញុំដាក់ឈ្មោះវាថា Python អូខេដល់មកយើងចូលនៅក្នុង website មួយដែលមានឈ្មោះថា ico convert អូខេដល់មកយើង scroll ចុះក្រោមតិចយើងឃើញពាក្យដ៏តូចមួយគេថា choose file អញ្ចឹងយើងคลิกទៅលើវាយើង choose file មិញណាយ៉ា page របស់យើងមិញណាពេលយើង open ហើយយើង complete upload នៅក្នុង upload success ហើយយើងចូលនៅក្នុងអានេះគេមានជម្រើសឲ្យយើងថាយើងចង់ទៅជា PNG ឬក៏ icon ឬក៏មិនសម្រាប់យើងគឺប្រកាសណាយើងយក icon យើង click លើ icon ហើយយើង convert icon ផ្លាប់មកអូខេបន្ទាប់មកយើង click ទៅលើពាក្យ download អូខេមកbrowse អូខេយើងបាន icon នេះពាក្យ icon អូខេយើងចូលនៅក្នុងfolder ដែលយើងថាចង់ convert មិនមកយើង click នៅលើវាមក click មកអូខេហើយយើង click ទៅលើពាក្យ properties អូខេយើងចូលនៅក្នុង customize អូខេហើយយើងចូលនៅក្នុងការ change icon យើងចុចនៅក្នុងអាពាក្យហ្នឹងមកអូខេនេះ icon របស់យើងមិញណាអូខេ click លើពាក្យ open មួយផ្លាប់អូខេហើយយើងចុចពាក្យអូខេហើយ apply ជូអូខេមកតិចវាចាញ់ហើយសារលឿនពេកមិញអត់អូខេនេះចាញ់មកហើយអូខេអញ្ចឹងវាជារបស់លេងថ្មីមួយហើយមិនមែនថ្មីទេវាជារបស់លេងមួយដែលយើងគួរតែចេះទាំងអស់គ្នាហើយវាងាយស្រួលនៅក្នុងការមើលថា folder របស់យើងជា folder ប្រភេទណាជា folder ដាក់អីគេអូខេអរគុណច្រើន goodbye see you នៅក្នុងវីដេអូបន្ទាប់